តែពិភពលោកកំពុងឈានចូលទៅដល់របបថ្មីមួយទៀតហើយមែនទេបងប្អូនអ្នកគ្នាសួស្តីបងប្អូនអ្នកគ្នាវីដេអូថ្ងៃនេះដែលខ្ញុំនឹងលើកឡើងទាក់ទងទៅនឹងប្រទេសអ៊ុយក្រែនព័ត៌មានចុងក្រោយបានទម្លាយដឹងថាសហរដ្ឋអាមេរិកនិងក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 បានសម្រេចចិត្តជាផ្លូវការក្នុងការផ្ដល់អាជ្ញាប័ណ្ណឲ្យប្រទេសអ៊ុយក្រែនអាចផលិតមីស៊ីលរយៈចម្ងាយឆ្ងាយដោយផ្ទាល់នៅលើទឹកដីរបស់ខ្លួនតែម្ដងនេះមិនមែនគ្រាន់តែជាការផ្ដល់ជំនួយអាវុធធម្មតានោះទេប៉ុន្តែវាជាការហុចដៃឲ្យអ៊ុយក្រែនអាចបង្កើតអាវុធមហាប្រឡាយដោយខ្លួនឯងតែម្ដងតែការសម្រេចចិត្តនេះនឹងផ្លាស់ប្ដូរវាសនាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនយ៉ាងដូចម្តេចខ្លះហើយហេតុអ្វីបានជា G7 ហ៊ានលេងល្បែងដ៏ប្រថុយប្រថានមួយនេះនៅក្នុងវីដេអូនេះយើងនឹងមកជជែកគ្នាឲ្យស៊ីជម្រៅទាំងអស់គ្នាដើម្បីយល់ពីសេចក្តីសម្រេចចិត្តនេះយើងត្រូវមើលស្ថានភាពជាក់ស្ដែងនៅលើសមរភូមិជាមុនសិនបច្ចុប្បន្នអ៊ុយក្រែនកំពុងប្រឈមមុខនឹងការខ្វះខាតសម្ភារវុធនិងគ្រាប់រំសេវយ៉ាងខ្លាំងជាពិសេសគឺគ្រាប់មីស៊ីលសម្រាប់ការពារដែនអាកាសនិងការវាយបករុស្ស៊ីបានបង្កើនការវាយប្រហារយ៉ាងសាហាវទៅលើសហេដ្ឋារចនាសម្ព័ន្ធនិងថាមពលនិងទីក្រុងធំៗរបស់អ៊ុយក្រែនកន្លងមកអាមេរិកឬក៏ NATO តែងតែស្ទាក់ស្ទើរនៅក្នុងការផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែនព្រោះខ្លាចថាអ៊ុយក្រែនយកទៅបាញ់ចូលជ្រៅទៅដល់ទឹកដីរុស្ស៊ីដែលអាចធ្វើឲ្យសង្គ្រាមនេះកាន់តែរីករាលដាលខ្លាំងឬឈានដល់សង្គ្រាមលោកលើកទី3ប៉ុន្តែពេលនេះស្ថានភាពបានផ្លាស់ប្ដូរហើយសំណួរសួរថាហេតុអ្វីបានជា G7 មិនដឹកជញ្ជូនមីស៊ីលឲ្យអ៊ុយក្រែនតែម្ដងទៅតែបែរជាផ្ដល់អាជ្ញាប័ណ្ណឬក៏ license នឹងឲ្យអ៊ុយក្រែនផលិតដោយខ្លួនឯងទៅវិញហើយផលសំខាន់មាន3យ៉ាងដូចខាងក្រោមទី1ដោះស្រាយបញ្ហាខ្វះខាតភ្លាមៗការដឹកជញ្ជូនសម្ភារវុធពីស្រុកក្រៅត្រូវឆ្លងកាត់ការអនុម័តច្បាប់និងការដឹកជញ្ជូនយូរបើផលិតក្នុងស្រុកអ៊ុយក្រែនអាចផ្គត់ផ្គង់តម្រូវការសមរភូមិបានទាន់ពេលវេលាទី2នយោបាយអន្តរជាតិនៅពេលដែលមីស៊ីលនោះផលិតនៅអ៊ុយក្រែនវានឹងកាត់បន្ថយការចោទប្រកាន់ផ្ទាល់ពីខាងសំណាក់រុស្ស៊ីថា NATO នឹងកំពុងវាយប្រហាររុស្ស៊ីផ្ទាល់វាជាយុទ្ធសាស្ត្របំផន់ផ្លូវច្បាប់មួយទី3និរន្តរភាពរយៈពេលវែងនេះជាការឲ្យអ៊ុយក្រែនអាចពឹងផ្អែកលើខ្លួនឯងបានក្នុងករណីដែលជំនួយពីលោកខាងលិចអាចនឹងត្រូវកាត់បន្ថយឬក៏យឺតយ៉ាវនៅថ្ងៃអនាគតជាការពិតណាស់វិធានការនេះប្រៀបដូចជាការចាក់សាំងលើគំនរភ្លើងដែលកំពុងតែឆេះអញ្ចឹងសម្រាប់ទីក្រុងម៉ូស្គូរុស្ស៊ីតែងតែប្រមានថារាល់ការជួយជុំជ្រែងផ្នែកសម្ភារវុធទំនើបដល់អ៊ុយក្រែនគឺជាការកាត់ខ្សែបន្ទាត់ពណ៌ក្រហមប្រសិនបើអ៊ុយក្រែនអាចផលិតមីស៊ីលរយៈចម្ងាយឆ្ងាយបានដោយជោគជ័យមូលដ្ឋានទ័ពរោងចក្រសម្លាញ់ប្រេងនិងមជ្ឈមណ្ឌលបញ្ជាការរបស់រុស្ស៊ីដែលស្ថិតនៅចម្ងាយឆ្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែននឹងលែងមានសុវត្ថិភាពទៀតហើយពិភពលោកកំពុងតែចាំអត់មើលថាតើរុស្ស៊ីនឹងមានវិធានការឆ្លើយតបដ៏សាហាវបែបណាខ្លះទៅលើអ៊ុយក្រែនសរុបមកវិញការសម្រេចចិត្តរបស់អាមេរិកនិង G7 ក្នុងការផ្ដល់សិទ្ធិឲ្យអ៊ុយក្រែនផលិតមីស៊ីលរយៈចម្ងាយឆ្ងាយនេះគឺជាជំហានដ៏ធំមួយដែលអាចកែប្រែទម្រង់សង្គ្រាមទាំងស្រុងវាអាចជួយឲ្យអ៊ុយក្រែនមានប្រៀបនៅក្នុងការការពារខ្លួនប៉ុន្តែក៏ជំរុញឲ្យពិភពលោកខិតទៅក្បែរហានិភ័យនៃសង្គ្រាមទ្រង់ទ្រាយធំផងដែរតែសម្រាប់បងប្អូនទាំងអស់គ្នាវិញតើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះសកម្មភាពដ៏ក្តៅគគុកមួយនេះតើទង្វើរបស់ G7 ធ្វើនេះត្រឹមត្រូវដែរឬទេសូមបញ្ចេញមតិនៅក្នុង comment ខាងក្រោមប្រសិនបើបងប្អូនចូលចិត្តព័ត៌មានអន្តរជាតិបែបវិភាគដូចនេះសូមបងប្អូនទាំងអស់គ្នាចុច like និង share ហើយជួយ subscribe channel របស់ខ្ញុំផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗបាទសូមអរគុណ